សួស្តីអ្នកទាំងអស់គ្នាវិលមកជួប admin SN សាជាថ្មីនៅក្នុងការសម្រាយរឿង BL កូរ៉េថ្មីមួយដែលមានចំណងជើងថាអន្ទាក់ស្នេហ៍លោកគ្រូពីសិស្សកំហូចនេះគឺជាលើកដំបូងរបស់ admin ហើយដែលសម្រាយរឿង BL សាខាខាងកូរ៉េដោយសារតែ admin ជា fan ផ្កាប់មុខរបស់ BL ចិនឬក៏តៃវ៉ាន់ប៉ុន្តែថ្ងៃនេះសាករសជាតិថ្មីប្លែកជាមួយកូរ៉េវិញម្ដងចាំមើលវាចេញរសជាតិបែបម៉េចវិញរឿងហ្នឹងគឺនិយាយអំពីនិស្សិតឆ្នាំទី4ម្នាក់ដែលមានឈ្មោះថា Ho Won បានកុហកអាយុខ្លួនឯងដើម្បីទៅតាក់ទងមនុស្សម្នាក់ដែលមានអាយុបងគាត់រហូតដល់ទៅ10ឆ្នាំហើយគាត់អត់បានដឹងទេថាមនុស្សម្នាក់នឹងគឺជាសាស្ត្រាចារ្យដែលនឹងបង្រៀនគាត់តើស្នេហារវាងគ្រូហើយនិងសិស្សមកគូនឹងទៅជាបែបណាបើវាផ្ដើមចេញពីការកុហកបើកប្រាស់បែបនេះហេតុនេះហើយមកតាមដានរឿងនឹងជាមួយ admin ទាំងអស់គ្នាសាច់រឿងរបស់យើងគឺចាប់ផ្ដើមឡើងនៅបារដ៏ប្រណិតមួយកន្លែងហើយនេះគឺជាតួអង្គឯករបស់យើងដែលមានឈ្មោះថា Ho Won បារនឹងគឺជាបារប្រចាំរបស់គាត់ទៅមានន័យថាគឺគាត់មកបារនឹងញឹកញាប់ខ្លាំងមែនទែនចរិតរបស់គាត់គឺនៅក្មេងហើយចូលចិត្តសប្បាយហើយអីដែលសំខាន់គឺគាត់អត់ចូលចិត្តមានតំណែងស្នេហាច្បាស់លាស់ទេលក្ខណៈថាស៊ីកវត្តចោលស៊ីកវត្តចោលសរុបជារួមមកចរិតកូនស្រីម្នាក់ហ្នឹងគឺអត់ល្អទេគាត់មកដល់បារភ្លាមគាត់ក៏ចាប់អារម្មណ៍ថាបារថ្ងៃហ្នឹងហេតុអីបានប្លែកម្លេះអត់មានមនុស្សសោះគឺមានឃើញតែមនុស្សម្នាក់កូតដែលកំពុងតែអង្គុយស្ងោតស្ងាត់តែម្នាក់ឯងហើយមនុស្សម្នាក់ហ្នឹងហើយគឺជាតួអង្គឯកថប់របស់យើងដែលមានឈ្មោះថាមីនអូគឺជាសាស្ត្រាចារ្យសាកលវិទ្យាល័យដែលមានអាយុ33ឆ្នាំចរិតរបស់គាត់គឺចាស់ទុំជាមនុស្សត្រឹមត្រូវហើយក៏ជាមនុស្សម៉ឺងម៉ាត់ម៉ត់ចត់ឲ្យចូលចិត្តលេងសើចដែរហើយស្នេហារបស់គាត់គឺគាត់ត្រូវការស្នេហាដែលច្បាស់លាស់ហើយស្នេហាដែលចាស់ទុំមិនលក្ខណៈថាស្នេហាបែបភ្លើងចម្បើងក្មេងៗទេសរុបជារួមចរិតរបស់គាត់ហើយនិងចរិតរបស់ Ho Won ពីរអ្នកគាត់នឹងគឺផ្ទុយគ្នាស្រឡះតែម្ដងមិត្តភ័ក្តិរបស់ Ho Won ឬ Ho Won សួរបែបហ្នឹងគាត់ក៏ឆ្លើយទៅថាមូលហេតុដែលនៅហាងថ្ងៃហ្នឹងអត់មានមនុស្សហ្នឹងគឺដោយសារតែមីនអូរបស់យើងនឹងឯងមុនដំបូងហាងហ្នឹងក៏មានភ្ញៀវ4-5នាក់ដែរប៉ុន្តែដោយសារតែ4-5នាក់ហ្នឹងគឺពួកគេចាប់អារម្មណ៍មីនអូរបស់យើងដោយសារតែឃើញមីនអូរបស់យើងសង្ហាអញ្ចឹងទៅពួកគេក៏ចូលទៅញ៉ែហើយបបួលមីនអូរបស់យើងហ្នឹងផឹកស្រាយជាមួយគ្នាប៉ុន្តែមីនអូរបស់យើងបានបដិសេធពួកគេទាំងអស់ហេតុនេះហើយក៏ធ្វើឲ្យភ្ញៀវទាំងអស់ហ្នឹងមានអារម្មណ៍ថាខ្មាស់អ៊ីនដែលត្រូវគេបដិសេធបែបហ្នឹងរួចហើយនឹងក៏ចេញពីហាងហ្នឹងបាត់អស់ទៅដោយសារតែមីនអូរបស់យើងគឺជាមនុស្សដែលមានស្តង់ដារខ្ពស់ខ្លាំងហើយអញ្ចឹងមនុស្សដែលគាត់ស្រឡាញ់ត្រូវតែគ្រប់ស្តង់ដាររបស់គាត់បានគាត់យកហូវ៉នរបស់យើងឮបែបហ្នឹងហើយគឺគាត់មានការជឿជាក់លើខ្លួនឯងជាខ្លាំងគាត់ថាមនុស្សដូចមីនអូគាត់ញ៉ែតែមួយផ្លែដឹងតែបានហើយចាកូនស្រីគេមានការជឿជាក់លើខ្លួនឯងជាខ្លាំងដោយសារតែគាត់នឹងមានបទពិសោធន៍ពេញខ្លួនហ្មងអារឿងលក្ខណៈថាញ៉ែបានអញ្ចឹងណាគេជឿជាក់លើសមត្ថភាពរបស់គេនិងជឿជាក់លើភាពសង្ហារបស់គេមិត្តភ័ក្តិរបស់គាត់ថាអត់អាចទេថាហូវ៉នរបស់យើងមិនអាចធ្វើបានឡើយដោយសារតែ4-5នាក់ឲ្យធ្វើមិនបានផងរឿងអីថាហូវ៉នរបស់យើងធ្វើបានហូវ៉នណាគឺគាត់អត់សុខចិត្តទេគឺគាត់ជឿជាក់លើសមត្ថភាពខ្លួនឯងថាគាត់អាចធ្វើបាននៅពេលដែលពួកម៉ាក់របស់គាត់អត់ជឿអញ្ចឹងគាត់ក៏ប្រពន្ធមិត្តភ័ក្តិរបស់គាត់នឹងភ្នាល់គ្នាតែម្ដងគាត់ជឿជាក់ថាអាចញ៉ែមីនអូរបស់យើងបានក្នុងរយៈពេលតែមួយយប់ហូវ៉នបន្ទាប់ពីគាត់ភ្នាល់គ្នាជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហើយនឹងគាត់ក៏ចាប់ផ្ដើមប្រតិបត្តិការគឺមួយញ៉ែមីនអូរបស់យើងតែម្ដងកូនស្រីម្ដងនេះគឺថាលះសាហាវមិនបាច់ចាំគេមករកទេគឺហេតុរកគេតែម្ដងគាត់មកសួរមីនអូថាអង្គុយផឹកម្នាក់ឯងអញ្ចឹងគឺអត់សុបាយទេអញ្ចឹងមកផឹកជាមួយគាត់វិញមកប៉ុន្តែមីនអូរបស់យើងគឺគាត់បានបដិសេធភ្លាមតែម្ដងគាត់ថាហូវ៉នរបស់យើងនឹងក្មេងណាអញ្ចឹងគួរតែទៅផឹកជាមួយអ្នកដែលមានវ័យក្មេងៗដូចគ្នាទៅបានសុបាយកុំមកផឹកអ្នកមានវ័យចំណាស់ដូចជាគាត់អីមីនអូគឺគាត់អត់ចូលចិត្តក្មេងហើយគាត់ក៏អត់ចូលចិត្តតាក់ទងអ្នកដែលមានអាយុក្មេងជាងគាត់ខ្លាំងដែរហូវ៉នលឺអញ្ចឹងគាត់ក៏ប្រាប់ទៅថាគាត់មិនមែនក្មេងទេគាត់ចាស់ហើយអាយុរបស់គាត់ច្រើនជាងមុខដែលគាត់ឃើញគាត់ចង់សម្ដៅលើថាមុខក្មេងតែអាយុច្រើនរួចហើយគាត់ក៏សួរមីនអូរបស់យើងទៅតើមីនអូរបស់យើងនឹងអាយុប្រហែលហើយមីនអូគាត់ក៏ឆ្លើយទៅថាគាត់នឹងអាយុ33ឆ្នាំហូវ៉នគឺគាត់ឆ្លាតខ្លាំងមែនតើថាឆ្លាតមិនត្រូវទេថាល្បិចច្រើនមិនត្រូវនៅពេលដែលគាត់ដឹងថាមីនអូរបស់យើងគឺអត់ចូលចិត្តក្មេងៗទេអញ្ចឹងគាត់បានកុហកគាត់ថាគាត់នឹងមានអាយុ30ឆ្នាំអញ្ចឹងគាត់ហើយនឹងមីនអូនឹងអាចក្លាយជាមិត្តនឹងគ្នាបានគាត់អត់បានប្រាប់អាយុពិតទេអាយុពិតរបស់គាត់តែ20ឆ្នាំទេមីនអូគ្រាន់តែលើគេថាមានអាយុសបាខ្លួនហើយនឹងគឺជឿតែម្ដងមានសង្ស័យអីសោះហើយពួកគាត់នឹងក៏ចាប់ផ្ដើមនិយាយគ្នាសន្ទនាគ្នាពីនេះពីនោះទៅមីនអូគាត់ប្រាប់ហូវ៉នថាគឺគាត់ត្រៀមខ្លួនសម្រាប់ការធ្វើជាសាស្ត្រាចារ្យហើយគាត់ក៏សួរហូវ៉នវិញតើហូវ៉នរបស់យើងនឹងធ្វើការអីដែរនាងហូវ៉ននេះនិយាយពីថាខួរក្បាលរេផ្លេចខ្លាំងមែនតើអាខាងកុហកគេនឹងគាត់បានកុហកថាគឺគាត់នឹងធ្វើការខាង develop IT
មីនអូលើការងាររបស់ហ៊ូវ៉ុនហើយគាត់ក៏និយាយថាប្រហែលជាហ៊ូវ៉ុនយើងនឹងលំបាកខ្លាំងណាស់ហើយដោយសារតែការងារមួយនឹងគឺវាអត់ងាយស្រួលធ្វើទេដល់ពេលកញ្ជ្រោងហ៊ូវ៉ុនឯនេះវិញនិយាយពីថាល្បិចសាហាវខណៈពេលដែលមីនអូរបស់យើងកំពុងតែភ្លេចខ្លួនហ្នឹងគេធ្វើជាគៀសកែវឲ្យខ្ចាយស្រាហ្នឹងដាក់មីនអូរបស់យើងរាល់ដងអេដមីនដឹងតែយកកូនស្រីហើយប៉ុន្តែរឿងនេះអេដមីនសុំអត់យកកូនស្រីទេអត់ត្រូវធៀបជាមួយអេដមីនសោះតែម្ដងហើយកូនប្រុសក៏អេដមីនអត់យកដែរដោយសារតែអត់ឆ្លាតឲ្យគេបោកបានងាយសរុបមករឿងហ្នឹងអត់មែនជាកូនរបស់អេដមីនទាំងអស់ពីរនាក់ហ្នឹងកញ្ជ្រោងហ៊ូវ៉ុនបន្ទាប់ពីគេធ្វើខ្ចាយស្រាដាក់លើមីនអូហើយហ្នឹងគេក៏បានយកកសែងដើម្បីមកជូតឲ្យមីនអូរបស់យើងហើយកញ្ចៃដាក់លើភ្លើងនិយាយទៅគេជូតបង្កើតអារម្មណ៍ណាទាំងអស់គ្នាតែមីនអូរបស់យើងហាក់ដូចជានៅរឹងប៉ឹងដែរហ្នឹងគេឲ្យហ៊ូវ៉ុនជួយជូតទេគឺគាត់នឹងជូតខ្លួនឯងដល់ពេលមិត្តភ័ក្ដិហ៊ូវ៉ុនឯនេះវិញទឹកមុខរបស់គេហ្នឹងកំពុងតែសូរជ្រិញហ៊ូវ៉ុនរបស់យើងដែលគេប្រើល្បិចដើម្បីតាក់ប្រុសអញ្ចឹងណាហើយគាត់នឹងពិតជាខំទប់សាច់ខ្លាំងមែនតើប៉ុន្តែគឺគាត់នឹងទប់អត់បានទេនៅពេលដែលល្បិចកិច្ចកលមិត្តភ័ក្ដិរបស់គាត់ប្រើនៅលើមីនអូរបស់យើងវាអត់កើតការហ៊ូវ៉ុនឃើញអញ្ចឹងណាគឺគាត់អត់សុខចិត្តទេអញ្ចឹងមិនបានខូចឈ្មោះគាត់អស់ហើយបន្ទាប់មកទៀតគាត់ក៏បានប្រើវិធីសាស្ត្រថ្មីដើម្បីមកតាក់ទាញមីនអូរបស់យើងបន្ថែមទៀតហើយគាត់បានប្រាប់មីនអូថាគឺគាត់នឹងស្គាល់ក្លឹបមកកន្លែងល្អហើយសប្បាយខ្លាំងមែនតើគាត់ចង់ពពូមីនអូរបស់យើងនឹងដើម្បីទៅក្លឹបនឹងជាមួយគ្នាប៉ុន្តែមីនអូគាត់ឆ្លើយវិញឡើងទៅជាក់ស្រីគាត់ថាគាត់ចូលចិត្តក្លឹបទេហើយគាត់នឹងទៅផ្ទះឥឡូវហ្នឹងហើយចឹងហើយគាត់អត់ទៅណាទៀតទេណែនាងហ៊ូវ៉ុននេះសាហាវខ្លាំងមែនតើឲ្យដៃគេសាហាវហ្មងគេថានៅផ្ទះនឹងហើយរត់តែល្អស្ងប់ស្ងាត់ណែស្គាល់គេមិនទាន់បានប្រមាណទេណាប្រុងទៅឲ្យខ្លួនគេដល់ផ្ទះហើយកូនស្រីអ្នកណាគេចាស់យកទៅបដៅចេញផងចាប៉ុន្តែមិនថាមីនហូព្យាយាមប្រើល្បិចកិច្ចកតាក់ទាញមីនអូប៉ុណ្ណាទេក៏មីនអូបដិសេធអត់ឲ្យហ៊ូវ៉ុនទៅផ្ទះជាមួយគាត់ទេហើយគាត់នៅនិយាយពាក្យដដែលថាគឺគាត់អត់ទៅណាទាំងអស់គឺគាត់នឹងទៅផ្ទះគាត់ឥឡូវហ្នឹងហ៊ូវ៉ុនពេលហ្នឹងលក្ខណៈថាគាត់ក្តៅដែរណាឲ្យដៃប៉ុណ្ណឹងហើយមីនអូរបស់យើងនៅតែប្រភ្លើទៀតអញ្ចឹងណាដល់ពេលមិត្តភ័ក្តិរបស់គាត់វិញឲ្យសញ្ញាប្រាប់ថាអូយប៉ុណ្ណឹងបានហើយខ្មាស់គេប៉ុណ្ណឹងបានហើយឈប់ទៅប៉ុន្តែកញ្ជ្រោងហ៊ូវ៉ុននេះអត់ព្រមបោះបង់ទេគាត់អត់ចាញ់អ្នកណាឡើយអ្វីដែលគាត់ចង់បានហើយគឺគាត់ត្រូវតែបានគាត់ក៏បានផ្លាស់ប្ដូរយុទ្ធសាស្ត្រដើម្បីយកមីនអូរបស់យើងមុនហ្នឹងគាត់ប្រើយុទ្ធសាស្ត្របែបញាក់ញក់ទន់ភ្លន់ឲ្យដៃប៉ុន្តែពេលហ្នឹងគឺគាត់ប្រើយុទ្ធសាស្ត្របែបនិយាយឌឺដងវិញម្ដងគាត់ថាឲ្យមីនអូរបស់យើងថាកុំលេងចរិតខ្លាំងពេកហើយគាត់នេះចំជាឆ្លាតខ្លាំងមែនទែនមីនអូអត់បានប្រាប់ថាគាត់បែកសង្សារណាប៉ុន្តែគឺគាត់ដឹងថាមីនអូកំពុងតែបែកសង្សារហើយមកផឹកស្រានៅនឹងដើម្បីបំបត្តិការឈោចចិត្តហើយក៏ថាមីនអូរបស់យើងនឹងត្រូវគេបោះបង់ចោលដោយសារតែគាត់នឹងគួរឲ្យធុញទ្រាន់ខ្លាំងពេកគាត់យល់ច្រឡំថាខ្លួនឯងនឹងគឺជាមនុស្សល្អឥតខ្ចោះប៉ុន្តែសង្សាររបស់គាត់មិនបានគិតអញ្ចឹងទេលក្ខណៈថាគាត់ចង់ឌីលឲ្យមីនអូរបស់យើងជាមនុស្សដែលអត់ចេះរ៉ូមែនទិកចាស់ទុំជ្រុលរបៀបថាអត់ចេះអាណុកអាណែតថ្នាក់ថ្នមអីអញ្ចឹងណាបានគេទុតក្បាលចោលមីនអូពេលដែលត្រូវហ៊ូវ៉ុនថាឲ្យអញ្ចឹងគាត់ក៏ដូចជាថាអីមកវិញដែរលក្ខណៈថាដូចជាត្រូវដែរហ៊ូវ៉ុននៅពេលដែលឃើញមីនអូថាអីអញ្ចឹងគេចាប់ផ្ដើមប្រើល្បិចតាក់ទាញទៀតហើយគឺគេធ្វើទុកមុខឡើងខ្ជូតគួរឲ្យស្រឡាញ់ហើយគេសួរទៅកាន់មីនអូថាតើគាត់នឹងមិនដែរមីនអូរបស់យើងមានអារម្មណ៍ថាដូចចូលសងរបស់គេហើយគាត់ក៏បានឆ្លើយទាំងអ៊ំអ៊ីនទៅថាហ៊ូវ៉ុនរបស់យើងនឹងគឺគួរឲ្យស្រឡាញ់ហើយក៏មានមុនស្នេហ៍ផងដែរណែនាងហ៊ូវ៉ុននេះសាហាវខ្លាំងមែនតើអេដមីនអត់ដែលឃើញទេគ្រាន់តែលឺមីនអូឆ្លើយអញ្ចឹងភ្លាមលេងចាប់ទាញមីនអូយកមកថោតែម្ដងមីនអូគឺក៏អត់ទ្រាំបានធ្លាមខ្លួនគឺគាត់ឡើងស្រឡាំងកាំងប៉ុន្តែបន្ទាប់ពីត្រូវគេចាប់ថោកបានសន្ទុះនឹងបានគេធ្វើខ្លួនឯងដកចេញហើយគេធ្វើខ្លួនឡើងអ៊ីនដោយមិនដែលបានថោកគ្នាអញ្ចឹងដល់ពេលកញ្ជ្រោងហ៊ូវ៉ុនវិញគេដឹងថាត្រីនឹងជាប់ណយហើយអូយគេលេងចរិតវិញម្ដងគេធ្វើជាដើរចេញពីមីនអូហើយបោះពាក្យស្ដីថាឲ្យមីនអូនឹងនៅប្រភ្លើរស់នៅជីវិតឯកានឹងបែបនឹងតទៀតតគេមកឲ្យដៃប៉ុណ្ណឹងហើយនៅភ្លើអញ្ចឹងណាដល់ពេលមីនអូឯនេះវិញជាប់អន្ទាក់គេបាត់ហើយហ្នឹងគ្រាន់តែហ៊ូវ៉ុនដើរចេញទៅណាគឺគេទាញហ៊ូវ៉ុនយកមកថោកតែម្ដងហើយដឹងរឿងរបស់កាច់ស្អីទេមិនទាន់និយាយស្អីដឹងគ្នាផងបានថោកគ្នាពីរដងបាត់ទៅហើយហ្នឹងតោះ
ចូលមកដល់ការសម្រេច admin ជាបន្តកន្លែងមិញហ្នឹង admin អត់ដឹងថាត្រូវសម្រេចមិនទេហេតុនេះហើយក៏ដាក់ភ្លេងទៅបន្ទាប់ពីពីរអ្នកនឹងថើបគ្នាឡើងឆ្អែតឆ្អន់នៅក្នុងបារហើយហ្នឹងឥឡូវហ្នឹងមីនអូរបស់យើងបាននាំហូវ៉នហ្នឹងមកផ្ទះរបស់គាត់អ្នកទាំងអស់គ្នាគូតែស្មានដឹងហើយត្រូវអត់ថាគេមកផ្ទះធ្វើអីមិនចាំបាច់ឲ្យ admin ហ្នឹងប្រាប់ទៀតទេមីនអូនៅពេលដែលនាំកូនគេមកដល់ផ្ទះហើយគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់ស្រួលអត់ដឹងថាត្រូវនិយាយអីមុនត្រូវធ្វើអីមុនទេគេអាសប្បសល់នៅអត់សុខទេបន្ទាប់មកក៏អត់ដឹងថាធ្វើអីគាត់ថាចាំគាត់នឹងទៅធ្វើគ្រឿងក្លែមឲ្យដោយសារពួកគាត់ត្រូវផឹកស្រាបន្តហើយគិតស្មានតានាងមានហូរនឹងឲ្យទៅមែនណែចំណៃម្ដងមាត់ហើយឲ្យទៅណាមិនរួញគឺហូវ៉ននឹងគឺគាត់បានចាប់ខាត់មីនអូដែលប្រាប់ថាគឺគាត់អត់ត្រូវការគ្រឿងក្លែមអីទេតើឲ្យហូវ៉នគាត់ចង់បានគ្រឿងក្លែមអីទៀតបើគ្រឿងក្លែមស្រស់នៅចំពោះមុខគាត់ហើយនឹងចាំតែបកដើម្បីញ៉ាំតើនាងហូវ៉នគឺគេចាប់ផ្ដើមប្រើរបិចរយចម្ពោះទៀតហើយគេធ្វើជាមានអីនឹងចូលភ្នែកទាំងតែការពិតនឹងវាអត់មានអីសោះដល់ពេលមីនអូនេះអត់ដឹងពីល្បិចកញ្ជ្រោងឯណាអូយបារម្ភពីគេខ្លាំងក៏ទៅផ្លុំភ្នែកឲ្យគេនាងហូវ៉ននៅពេលបានគេមកផ្លុំភ្នែកឲ្យក៏ចាប់ផ្ដើមអើតមុខមកកាន់មីនអូរបស់យើងរួចហើយអត់មានចាំឲ្យខាតពេលទេចាទៅតបាក់ថើបគេតែម្ដងហើយឈុតជាបន្តគឺជាអ្វីដែល admin អត់អាចសម្រេចបានសូមអ្នកទាំងអស់គ្នាទស្សនាដោយការទទួលខុសត្រូវ